នឹងឯងបងប្អូនគ្រាន់តែចាប់ក្បាលវីដេអូភ្លាមបងប្អូនក៏ឃើញបាទពីសកម្មភាពកូនមាន់បាទវាកំពុងតែកាយដីបាទរកចំណីស៊ីយ៉ាងសប្បាយរីករាយហ្នឹងហើយបងប្អូនហើយកូនមាន់ដែលខ្ញុំធ្លាប់ថតហ្នឹងបាទដែលខ្ញុំប្រាប់ថាញាស់បាន8ហ្នឹងបាទឥឡូវគឺនៅសល់តែ7ទេបងប្អូនមួយទៀតមូលហេតុនោះបាទហ្នឹងហើយនេះបាទបងប្អូនឃើញហើយបាទផលិតផលបាទដែលដាក់ចោះដវងភ្លាមវាឆ្វេងឆ្វាយបងប្អូនហើយទៅកន្លែងឆ្កែខំងអស់មួយទៅបាទហ្នឹងហើយបងប្អូនហើយបន្ទាប់ពីហ្នឹងទៀតយើងក៏ត្រៀមខ្លួនបាទនឹងទទួលសមាជិកបាទថ្មីបន្ថែមទៀតបាទបងប្អូនឥឡូវគឺប្អូនណាប្រហែលក្បាលនេះគឺវាញាស់ហើយហ្នឹងហើយឥឡូវតិចទៀតខ្ញុំនឹងនាំបងប្អូនទៅមើលទាំងអស់គ្នាបាទញាស់ទៀតហើយបងប្អូនអើយយ៉ាញាស់បាន10គ្រាប់នៅសល់2គ្រាប់តែមួយគ្រាប់នេះប្រហែលជាអត់ញាស់ទេយ៉ាងមើលទៅបងវារៀងវាចយ៉ាងបាទនេះចោះសវកហើយចុះសវកបន្តិចបាទចុះហើយហើយយប់បន្តិចញាស់ហើយតែស្ដាយបងប្អូនអើយមន់នេះមិនមែនមន់ខ្ញុំទេគឺមន់ប្អូនខ្ញុំណាហើយមុនហ្នឹងវាយកមកផ្ញើអញ្ចឹងណាបងប្អូនហើយទៅខ្ញុំមើលឲ្យទៅបាទឃើញថាវាឆាប់ញាស់ឆាប់ដោយឈ្មោះឆាប់មានពងទៀតអញ្ចឹងបងប្អូនតែសារនេះគឺខ្ញុំលែងបានមើលថែទៀតហើយដោយសារប្អូនខ្ញុំវាមកយកទៅវិញហើយសារនេះយកទៅទាំងកូនទាំងមេតែម្ដងហ្នឹងហើយលែងបានថតចែកជូនបាទបងប្អូនទស្សនាហ្នឹងហើយបងប្អូនហើយនឹងមានតែប៉ុណ្្នឹងទេបាទហើយចាំមើលខ្ញុំនឹងបន្តមន់ខ្លួនឯងវិញបាទហើយមន់ខ្ញុំមានមួយដែរបាទមេជ្រុកបងប្អូនអើយចាស់ជុកខ្ញុំឈ្មោះជើងខែ2លក់ចាញ់ហើយផាយជាបាន8 9 8ចុះតែប៉ុណ្ណាធាត់ដែរហើយនេះផាយជា6អី7អីបាទហើយទៅនេះបងប្អូនបាទមេមន់របស់ខ្ញុំបាទវាទៅមកដោយដើរតាមឈ្មោលបងប្អូនបាទហើយឈ្មោលគោកនេះបាទក៏ជាបងប្អូនខ្ញុំដែរយកមកផ្ញើមកគូបងប្អូនដល់ពេលអញ្ចឹងទៅមេសដែលខ្ញុំថតនៅក្បាលវីដេអូហ្នឹងបាទក៏បោះវាដែរហើយឥឡូវវាមកយកទៅវិញបាទហើយតែវាទុកអាកុកនេះឲ្យជន់មេខ្មៅនេះបាទហើយហ្នឹងហើយបងប្អូនហើយជាមួយខ្ញុំនឹងធ្វើតាមវិធីសាស្ត្រដែលខ្ញុំបានរៀនស្ដាប់គេនៅតាមប្រព័ន្ធ YouTube អញ្ចឹងបងប្អូនហើយខ្ញុំធ្វើបានល្អខ្ញុំនឹងចែកជូនបងប្អូនទស្សនាបាទនៅបទពិសោធន៍បាទល្អក៏ដូចជាចែកជូនចំណេះដឹងបាទខ្លះនិយាយទៅគឺខ្ញុំធ្វើខ្ញុំអនុវត្តខ្លួនឯងជាមុនសិនបងប្អូនពេលដែលគ្រប់យ៉ាងល្អប្រសើរបានខ្ញុំសាច់បងប្អូនមើលនឹងផ្នែកខ្លួនឯងឃើញជាក់ស្ដែងខ្លួនឯងបើថាល្អក៏ធ្វើតាមបើថាមិនល្អទេក៏តាមនឹងចាំហោចណាស់បើសិនជាខូចឬក៏បរាជ័យបាទគឺខ្ញុំមុនហ្នឹងពួកឯងខ្ញុំក៏មិនមែនជាអ្នកដៃចាស់ដែរបងប្អូនស្ទើរតែដៃថ្មីដូចគ្នាតែគ្រាន់ថាចំណុចខ្លះខ្ញុំចាប់ទៅចំណុចខ្លះខ្ញុំក៏កវត្តចោលបាទបងប្អូន